កម្មនេះយកចំណាយតូចមួយទេប៉ុន្តែតូចហ្នឹងពេលខ្លះវារៀងវិញដែរប្រជាជនយើងកសិករយើងហើយគាត់តែងតែមានការលូលតំប៉ុន្តែយើងដឹងហើយដូចឆ្នាំទៅឆ្នាំទៅមួយឯងឃើញស្រូវឡើងថ្លៃកសិផលឡើងថ្លៃគាត់ស្ងាត់ជ្រាបប៉ុន្តែដល់តម្លៃវារៀងធ្លាក់តិចគាត់ស្រែកហើយស្រែកតែគាត់ស្រែកតិចគឺថាយើងដូចជាមានចំណាប់អារម្មណ៍ខ្លាំងទៅលើការស្រែករបស់គាត់ហើយយើងនឹងគោរពយើងខ្ញុំគោរពចំពោះការដែលគាត់ស្រែកនេះដូច្នេះរឿងបញ្ហាតាក់ទងទៅនឹងទីផ្សារនេះវាមានទំនាក់ទំនងទៅនឹងភាពប្រកួតប្រជែងនៃវិស័យកសិកម្មយើងហើយពេលប្រកួតប្រជែងនេះវាមកតាក់ទងទៅនឹងក្រសួងកសិកម្មឬក្រសួងទុនធានទឹកឬក៏ក្រសួងអភិវឌ្ឍជនបទទេវាមានន័យទូលំទូលាយជាងនឹងដោយសម្ដេចរដ្ឋទឹកដីបានលើកអំបញ្ញមាញ់ដែរគឺថាវាមានតាក់ទងទៅនឹងបញ្ហាហិរញ្ញប្បទានបញ្ហាអីផ្សេងដូច្នេះដើម្បីកុំឲ្យខាតពេលខ្ញុំសូមលើកបញ្ហានេះចំណុច3 4ណាឲ្យជូនអង្គសមាជយកទៅពិចារណាទៅទី1យើងដឹងយើងធ្វើស្រែនឹងទឹកទៅសឹកនឹងបាយណាតែយើងមានទឹកគ្រប់គ្រាន់ទេដើម្បីធ្វើស្រែខ្ញុំដឹងតែពេលមានភ្លៀងមកអត់មានបញ្ហាស្រុកខ្មែរយើងមានបលាយគឺខ្វាត់ខ្វែងល្អណាស់សំប្រសើរប៉ុន្តែជាអភ័ព្វបលាយនេះនៅពេលអត់ទឹកឬក៏នៅប្រាំងដូចអត់ស្គាល់ឃើញមានទឹកទេណាហើយដូច្នេះសូមអង្គសមាជយកទៅពិនិត្យពិចារណាតែធ្វើយ៉ាងណាឲ្យប្រឡាយទឹកដែលយើងមានសពថ្ងៃនឹងមានទឹកសូម្បីតែរដូវប្រាំងក៏ត្រូវមានទឹកដែរហើយបើសិនជារដូវប្រាំងមានទឹកអាយដាមទាំងអស់បានឮសូរហើយគឺថាផលិតផលសរុបក្នុងស្រុកនៃវិស័យកសិកម្មមានតែត្រឹមតែ15ទៅ20%ចុះព្រោះយើងកុំប្រកាសវិជាពេកប៉ុន្តែខ្ញុំជឿថាបើសិនមានទឹកយើងអាចដោះស្រាយបន្ថែមនៃផលិតផលស្រុកក្នុងស្រុកដែលជាដែលបានមកដោយវិស័យកសិកម្មនឹងឡើងទៅដល់ប្រហែលជា20ទៅ30%អត់មានបញ្ហាបាទនេះជាចំណុចទី1នៃបញ្ហាទឹកបញ្ហាមួយទៀតគឺបញ្ហាទីផ្សារដែរបងប្អូនយើងថាមិនសូវមានទីផ្សារមែនតែមានប៉ុន្តែទីផ្សារគេយើងឃើញស្វ័យយន្ទីយើងឧទាហរណ៍ទេណាដំឡូងមីយើងនាំចេញទៅក្រៅសឹងតែ100%យើងអត់មានទីផ្សារក្នុងស្រុកទេស្រូវយើងមានសំណាងដែលមានអ្នកបាត់ដំបងមានអ្នកកំពង់ចាមមានអ្នកព្រៃវែងមានរោងចក្រកែច្នៃមួយចំនួនដែលស្រូបយកស្រូវដែលយើងមាននេះហើយតាមការប៉ាន់ស្មានផ្ទាល់របស់ខ្លួនខ្ញុំគឺម៉ាស៊ីនកាន់ស្រូវក្នុងស្រុកតូចតាំងពីតូចនៅតាមភូមិឃុំទៅដល់ធំដូចនៅកំពង់ស្ពឺដូចនៅបាត់ដំបងដូចនៅព្រៃវែងអីគឺស្រូបបាន2/3ប៉ុន្តែនៅសល់1/3ទៀតគឺយើងត្រូវនាំចេញទៅក្រៅហើយការនាំចេញទៅក្រៅនេះវាមានឥទ្ធិពលល្អឬក៏ឥទ្ធិពលមិនសូវល្អប៉ុន្តែខ្ញុំថាយើងបាននាំចេញទៅក្រៅប៉ុន្តែអ្នកដែលរកស៊ីស្រូវក៏ដឹងហើយគឺគេមកទិញយើងនៅពេលដែលគឺតម្លៃវាធ្លាក់ខ្លាំងហើយយើងខំប្រឹងប្រែងទិញទាំងអស់គ្នាណាដើម្បីជួយកសិករយើងប៉ុន្តែនៅពេលដែលយើងជួយយើងអស់លុយណាយើងអស់លុយទៅតម្លៃក៏កាន់តែធ្លាក់ខ្លាំងហើយគេចូលមកប្រមូលយើងហើយ1/3ច្រើនដែរបាទហើយដូច្នេះគឺថាយើងត្រូវមានធ្វើយ៉ាងណាឲ្យវិស័យគេហៅថាកែច្នៃនៃផលិតផលកសិកម្មនឹងឡើងតើធ្វើយ៉ាងណាដើម្បីឲ្យវិស័យកែច្នៃរោងចក្រកែច្នៃវិស័យកសិកម្មនឹងឡើងបានខ្ញុំជូនតួលេខ1 2ចុះជូនដល់អង្គសមាជហើយជាពិសេសសម្ដេចតេជោរោងចក្រកែច្នៃស៊ីភ្លើងអាក្រក់គឺតម្លៃវាចំណៃអគ្គិសនីបើសិនខ្ញុំបាទមិនច្រឡំទេគឺ20%ទៅ30%នៃតម្លៃប្រតិបត្តិការសរុបគឺធ្លាក់ទៅលើអគ្គិសនីហើយអគ្គិសនីស្រុកយើងខ្ញុំមិនចង់ចូលលម្អិតទេប៉ុន្តែបើសិនខ្ញុំមិនច្រឡំទេ
យើងតម្លៃបែប2ដងលើសគេនៃប្រទេសជិតខាងណាអានេះអាចខ្ញុំនិយាយមិនសូវត្រូវទេប៉ុន្តែបើសិនជាមានការខុសត្រូវអីសូមជួយបន្ថែមតិចផងតោះអត់មានអីប៉ុណ្ណានេះជាតួលេខធំដូច្នេះគឺភាពប្រកួតប្រជែងយើងនៅក្នុងបញ្ហាការកែច្នៃកសិផលយើងនេះគឺយើងចាញ់គេទី3វាតកតួងទៅនឹងហិរញ្ញប្បទានហ្នឹងយើងឃើញថារដ្ឋាភិបាលជារួមជាពិសេសគឺធនាគារជាតិលោកបានមានការប្រឹងប្រែងខ្លាំងណាស់ធ្វើយ៉ាងណាឲ្យលុយរៀលយើងមានតម្លៃប៉ុន្តែយើងឃើញថាវាក៏ចេះតែធ្វើយ៉ាងណាឲ្យវាឲ្យមានលំនឹងជាមួយដុល្លារជាការល្អណាជាការល្អប៉ុន្តែខ្ញុំយល់ថាអត់គ្រប់គ្រាន់ទេហើយការដែលយើងបញ្ចេញធ្វើម៉េចឲ្យមានលុយរៀលឲ្យច្រើនដោយមិនឲ្យមានការប៉ះពាល់ដល់ទំហំនៃប្រាក់ដុល្លារគឺយើងអាចធ្វើបានខ្ញុំសួរអ្នកបច្ចេកទេសមួយចំនួនតាក់ទងនឹងបញ្ហាហ្នឹងគេថាធ្វើបានអត់មានបញ្ហាទេណាប៉ុន្តែតើយើងចិត្តសឿនហ៊ានធ្វើដែរធ្វើយ៉ាងណាដោយប្រទេសជិតខាងមួយចំនួនណាគឺបើសិនជាគេត្រូវការលុយដុល្លារហ្នឹងត្រូវថោកជាងលុយគេហើយសុំទោសសម្ដេចឃើញចេញក្រហមហើយខ្ញុំសុំ 2-3 នាទីទៀតណាហើយដូច្នេះគឺថាតើ challenge គឺការប្រជុំរបស់យើងធ្វើយ៉ាងម៉េចដើម្បីឲ្យលុយរៀលហ្នឹងប្រជាជនចូលចិត្តហើយខ្ញុំថាយើងកុំទៅធ្វើអីមួយប្រឆាំងនឹងចលនាវិស័យគេហៅថាសេដ្ឋកិច្ចត្រូវធ្វើយ៉ាងណាឲ្យលុយរៀលថ្លៃជាងឧបមាខ្ញុំយកឧទាហរណ៍យើងចូលទៅហាងគេដាក់តម្លៃថា$10ប៉ុន្តែបើសិនជាយើងត្រូវបង់ជាលុយរៀលគេដាក់ដល់ទៅ4,100បានសេចក្តីថា 46000 តើរាជរដ្ឋាភិបាលតើយើងទាំងអស់គ្នាអាចធ្វើយ៉ាងណាឲ្យពេលដែលគេដាក់$10យើងបង់តែ 39000 ឬ 39050 បានទេខ្ញុំសួរអ្នកជំនាញគេថាធ្វើបានណាប៉ុន្តែអានេះខ្ញុំថាសុំទុកជាលំហាត់របស់ឲ្យជូនតំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុតំណាងធនាគារជាតិហើយជាពិសេសសម្ដេចបវរធិបតីដែលគាត់ទើបតែអញ្ជើញមកកាន់ការនេះគឺជាលំហាត់មួយដ៏ល្អសម្រាប់ចំណេះដឹងយើងទាំងអស់គ្នាទី4តិចដែរគឺអភិបាលកិច្ចខ្ញុំសូមមិនឆ្ងាយទេណាកត្តានេះសំខាន់ណាស់ហើយខ្ញុំសូមអរគុណក្រសួងមហាផ្ទៃដែលបានហៅថាជំរះរឿងមួយចំនួននេះគឺរដ្ឋាភិបាលបានធ្វើដែរហើយប្រទេសជិតខាងយើងគេបានព្យាយាមធ្វើម៉េចឲ្យមានការលំអរឿងបញ្ហាអភិបាលកិច្ចនេះណាសូម្បីតែថ្នាក់នាយករដ្ឋមន្ត្រីឬក៏ប្រធានាធិបតីក៏ក្អីខ្លះអង្គុយបានផងពីព្រោះអ្នកជិតខាងយើងគេចង់តាំងខ្លួនគេជាមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ខ្ញុំថាខ្ញុំមិននិយាយថាត្រូវធ្វើម៉េចទេសូមអង្គសមាជហើយជាសម្រាប់ជាពិសេសសម្ដេចទីជោយកទៅពិចារណាទៅណាប៉ុន្តែអភិបាលកិច្ចនេះយើងត្រូវយកមកកិត្តគូទាំងអស់គ្នានេះគឺថាវាល្វីងតិចដែរចំណុចទាំង4នេះបាទខ្ញុំសូមបញ្ចេញចំណុចទី5ដែលមិនសូវល្វីងខ្ញុំជឿថាអានេះជាបង្អែមចុះខ្ញុំថាគុណភាពនៃកសិផលយើងគឺល្អណាស់លេខ1ខ្ញុំរកស៊ីបន្តិចតួចក្នុងរឿងហ្នឹងខ្ញុំដឹងហេតុអីបានល្អទី1ខ្ញុំបានយកស្រូវពីស្រុកកញ្ជ្រៀកគឺស្រុកអៃដាមសតេបណ្ឌិតលុយសុផាតណានៅកញ្ជ្រៀកនៅស្វាយទោះនៅខេត្តព្រៃវែងយកទៅដាក់យើងបានពានរង្វាន់លេខ1នៃអង្គរឆ្ងាញ់ជាងគេក្នុងពិភពលោកគួរឲ្យមានមោទនភាពមួយទៀតក៏យើងយកអង្គរពីខេត្តកំពង់ស្ពឺគឺម៉ាលីសកំពង់ស្ពឺក៏បានលេខ1ទៀតហើយយើងយកលេខមួយទៀតគឺសែនក្អោបបាទសែនក្អោបនៅមង្គលបុរីដែលខ្ញុំយកពូជឲ្យយកទៅដាក់បានលេខ1ទៀតដូច្នេះនេះជាមោទនភាពខ្លាំងណាស់ហើយខ្ញុំសូមបន្ថែមតិចទៀតចុះពេលវេលាវាថ្លៃណាស់អតីតស្ដេចថៃទាំងគាត់វិសាបាយអីទេ
គឺបាយគាត់គឺជាម៉ាលីសក្រហមចេញពីប្រទេសមជ្ឈីស្រុកអូជ្រៅហើយយើងយកអានឹងទៅអួតប្រាប់គេយើងខ្ញុំបានលក់ក្នុងតម្លៃមួយខ្ពស់ណាស់នៅពេលដែលយើងទិញស្រូវម្លិះក្រហមនេះយកទៅលក់ហើយចុងបញ្ចប់គឺអ្នកចិត្តខាងយើងនៅខាងកើតដែលគេទិញស្រូវយើងនេះយកទៅធម្មតាគេយកអត់ទៅលក់នៅក្រៅទេគេយកទុកពិសានៅក្នុងស្រុកគេយកអាស្រូវស្រុកគេនឹងយកទៅលក់នៅក្រៅហើយដូច្នេះយើងជាមួយមានមោទនភាពខ្លាំងណាស់ហើយខ្ញុំស្គាល់តកែធំដែលគេធុធាគឺគេទិញម្លិះកំពង់ស្ពឺហើយខ្ញុំនិយាយចំទៅគឺថាតកែធំនៅវៀតណាមគាត់ទិញស្រូវគាត់ថាគាត់ហូបតែវិសាតែស្រូវម្លិះកំពង់ស្ពឺទេគាត់មិនចេះហូបស្រូវផ្សេងទៀតទេខ្ញុំអួតកំពង់ស្ពឺទៅចុះណាប៉ុន្តែនេះជាស្រុកមួយដែលយើងមានមោទនភាពនិងជួយជ្រោមជ្រែងឲ្យបានខ្លាំងដូច្នេះជាការសន្តានយើងឃើញណាយើងមានបង្ហាញរត់ឆ្ងាញ់យើងបានលេខ1ក្នុងពិភពលោកយើងត្រូវធ្វើយ៉ាងណាឲ្យតម្លៃរបស់ដែលយើងមានឲ្យវាមានតម្លៃរីកដល់ឲ្យគ្រប់ធនស្វ័យចន្ទទីយើងមិនអន់ទេខ្ញុំសាកយកទៅហើយយើងមិនបាច់និយាយពីមរិចកពតអីទេយើងដឹងគ្រប់នេះហើយដូច្នេះយើងមានសក្តានុពលណាស់អង្គសមាជយើងមានសក្តានុពលដូច្នេះយើងរួមគ្នាទាំងអស់គ្នាដើម្បីដោះស្រាយឲ្យបញ្ហាទី1ទី2ទី3ទី4គឺបញ្ហាទឹកបញ្ហាភ្លើងបញ្ហាហេរ៉ាញ់ប្រទៀនហើយមួយម៉ាត់ហេរ៉ាញ់ប្រទៀនខ្ញុំឡត់ពីព្រោះខ្ញុំឃើញពេលវេលាវាគ្មានគឺបើសិនយើងចេះដោះស្រាយយ៉ាងនឹងបានណាសពថ្ងៃបើតាមខ្ញុំដឹងគឺទំហំនៃប្រាក់ដុល្លារដែលយើងចាយចរាចរណ៍សប្តាហ៍នេះគឺយ៉ាងតិចក៏50,000 លានដែរប៉ុន្តែបើសិនយើងយកពាក់កណ្ដាលនៃតម្លៃនេះយើងអត់បាត់ទេគាត់និយាយថាយើងដូរដុល្លារហ្នឹងពីធនាគារឯកជនទៅដាក់ទៅធនាគារជាតិទៅហើយធនាគារជាតិគាត់បញ្ចេញលុយស្មើនឹងថា30,000 លានដុល្លារទៅជាលុយរៀលណាយកមកទីផ្សារហើយពេលហ្នឹងហេរ៉ាញ់ប្រទៀនលែងមានបញ្ហាហើយដូច្នេះខ្ញុំមានតែប៉ុណ្្នឹងហើយខ្ញុំសូមអរគុណដែលសម្រាប់ទុកពេលឲ្យខ្ញុំនិយាយយូរតិចហើយនឹងសូមទោសបើសិនជាមានការឆុសឆ្គងអីសូមអង្គសមាជអភ័យទោសអរគុណបាទ